សូមអរគុណព្រះយេស៊ូវសម្រាប់ព្រះបន្ទូលនៅក្នុងថ្ងៃនេះព្រះបន្ទូលនៅក្នុងថ្ងៃនេះមានចំណងជើងថាអំណាចនៃពាក្យសម្ដីព្រះគម្ពីរអេផេសូចំពុក4ខ29បានចែងថាមិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយចូលបញ្ចេញតែពាក្យណាដែលល្អៗសម្រាប់នឹងស្អាងចិត្តតាមត្រូវការដើម្បីឲ្យបានផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់អាមែនព្រះគម្ពីរអេផេសូបានណែនាំយើងឲ្យប្រើប្រាស់ពាក្យសម្ដីដើម្បីលើកទឹកចិត្តអ្នកដទៃនិងដើម្បីបង្កើនប្រាស្រ័យទាក់ទងគ្នាបានល្អឥឡូវនេះសូមបងប្អូនទាំងអស់គ្នាក្រឡេកទៅកាន់សុភាសិតខ្មែររបស់យើងមួយដែលបានលើកឡើងថាអក្សរជាត្រីសម្ដីជាឯកលេខជាតួចាអញ្ចឹងអក្សរជាត្រីសម្ដីជាឯកលេខជាតួមានន័យដូចម៉េចទៅអក្សរហ្នឹងគឺជាចំណេះដឹងត្រីគឺជាលេខ3មានន័យថាការកត់ត្រាចំណាំទុកនិងការរៀនសូត្របន្ថែមដើម្បីឲ្យយើងក្លាយទៅជាបុគ្គលដែលមានឥទ្ធិពលក្នុងគ្រួសារនិងសង្គមក្រៅពីទំនាក់ទំនងល្អនិងការគិតគូរច្បាស់លាស់យើងក៏ត្រូវតែមានចំណេះដឹងផងដែរចំណែកឯសម្ដីជាឯកសម្ដីគឺជាទំនាក់ទំនងលេខឯកគឺជាលេខ1គឺយើងឲ្យអត្ថិភាពទៅលើពាក្យសម្ដីជាទី1ការនិយាយសម្ដីល្អរស់រាយរាក់ទាក់ទៅកាន់គ្នាទៅវិញទៅមកនាំមកនូវភាពជោគជ័យក្នុងការរស់នៅនិងមុខជំនួញចំណែកឯលេខជាតួលេខគឺជាការគិតគូរតួគឺជាលេខ2ក្រៅពីពាក្យសម្ដីល្អក្នុងនោះត្រូវតែមានចំណុចសំខាន់ផងដែរយើងអាចដាក់គោលដៅជាចំណុចសំខាន់ឬជាតួលេខដើម្បីឲ្យអ្នកដទៃងាយស្រួលយល់និងចងចាំបានល្អនេះគឺជាអត្ថន័យអក្សរជាត្រីសម្ដីជាឯកលេខជាតួចាឥឡូវនេះសូមបងប្អូនទាំងអស់គ្នាត្រឡេកទៅកាន់ព្រះគម្ពីរអេផេសូចំពុក4ខ19វិញព្រះបានថាមិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយពិតណាស់បងប្អូនទាំងអស់គ្នាពាក្យសម្ដីពិតជាមានអំណាចពាក្យសម្ដីគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតរបស់មនុស្សជាតិវាអាចជាថ្នាំទិព្វដើម្បីព្យាបាលចិត្តឬជាអាវុធដើម្បីបំផ្លាញជីវិតម្នាក់ទៀតដោយដែលដូនតាខ្មែរយើងបានផ្ដាំមកតាមរយៈសុភាសិតនិងដោយដែលព្រះបន្ទូលព្រះជាម្ចាស់បានចែងទុកដូច្នេះការប្រុងប្រយ័ត្នលើអណ្ដាតគឺជាសញ្ញានៃប្រាជ្ញាមេរៀននៅក្នុងថ្ងៃនេះបានបង្រៀនយើងឲ្យប្រយ័ត្នអំពីពាក្យសម្ដីរបស់យើងព្រះសពរាតីឲ្យយើងពោលតែពាក្យណាដែលល្អៗដើម្បីកម្លាចចិត្តគ្នាទៅវិញទៅមកនៅពេលដែលយើងព្យាយាមនិយាយពាក្យល្អៗនោះត្រចៀករបស់យើងនឹងតែងតែស្ដាប់ឮពាក្យល្អៗដូចគ្នាត្រឡប់មកវិញចិត្តរបស់យើងនឹងបានរីករាយចូលឲ្យពាក្យសម្ដីរបស់យើងជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងមិនមែនជាជញ្ជាំងសម្រាប់រារាំងគ្នាឡើយចូលចងចាំថាអក្សរអាចលុបបានលេខអាចកាចបានប៉ុន្តែសម្ដីដែលហួសពីមាត់គឺមិនអាចដកយកមកវិញបានឡើយអនុវត្តនៅក្នុងថ្ងៃនេះសូមប្រើប្រាស់ពាក្យសម្ដីរបស់អ្នកឲ្យបានត្រឹមត្រូវព្រោះពាក្យសម្ដីរបស់អ្នកអាចជាថ្នាំទិព្វឬជាអាវុធវាអាចផ្លាស់ប្រែជីវិតអ្នកនិងក្រុមគ្រួសាររបស់អ្នកបានចាសសូមអរគុណសូមព្រះយេស៊ូវប្រទានពរ